អាគីភ័យកំពុងឆាប់ឆេះក្នុងដីចង្ការស្វ័យមួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ44ចន្លោះបង្គោលគីឡូម៉ែត្រលេខ24ទៅលេខ25ភូមិតាំងស្នោឃុំតាំងក្រូចស្រុកសំរោងតងខេត្តកំពង់ស្ពឺអាគីភ័យកំពុងតែឆាប់ឆេះក្នុងដីចង្ការស្វ័យមួយកន្លែងនៅយប់ថ្ងៃទី21ខែកុម្ភៈ2026នៅតាមបណ្ដោយផ្លូវជាតិលេខ44ចន្លោះបង្គោលគីឡូលេខ24ទៅ25នៅក្នុងភូមិតាំងស្នោឃុំតាំងក្រូចស្រុកសំរោងតងខេត្តកំពង់ស្ពឺករណីអាគីភ័យកំពុងឆេះចង្ការស្វ័យនេះកំឡុងនគរបាលបានប្រើរថយន្តអាគីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងតងនិងរថយន្តផលិតអាគីភ័យស្នូការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចេញជួយអន្តរាគមន៍ហើយមូលហេតុនៃការឆាប់ឆេះចង្ការស្វ័យនេះបណ្ដាលមកពីភ្លើងឆេះស្មៅដែលងាប់រួចក៏រាលដាលកាន់តែខ្លាំងទៅចង្ការស្វ័យតែម្ដងនៅពេលនេះប្រជាពលរដ្ឋនិងសមត្ថកិច្ចកំពុងអន្តរាគមន៍ជួយផលិតហើយបញ្ហាដំណងនោមក្រពះពោះវៀនថ្លើមនិងបញ្ហាលើសជាតិអាស៊ីតសុទ្ធតែជាជំងឺដែលកំពុងប្រឈមមុខខ្លាំងនាពេលបច្ចុប្បន្ននេះបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងជ្រើសរើសផលិតផលយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវឱសថបុរាណខ្ចីខ្មៅធម្មជាតិជាផលិតផលដែលផលិតដោយគុនខ្មែរសុទ្ធសាធចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិរួមមានស្លឹកម្រុំខ្ចីខ្មៅក្បាលរមៀតនិងមើមយិនសិននិងធាតុផ្សំវីតាមីនជាច្រើនមុខទៀតជួយបង្កើនកម្លាំងជួយកម្ចាត់ជាតិពុលក្នុងឈាមដាក់សមត្ថភាពផ្លូវភេទជួយរំលាយដុំគីទាំងក្នុងនិងក្រៅជួយកម្ចាត់ជាតិខ្លាញ់បញ្ហាសន្លាក់សាច់ដុំឈឺចង្កេះនិងបញ្ចុះជាតិកូលេស្តេរ៉ុលបានយ៉ាងប្រសើរទៀតផងព័ត៌មានលម្អិតសូមឆាប់ជួយប្រអប់សារពេកឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ